ដកបេក្ខភាពកីឡាករថៃចោលទាំងអស់សម្រាប់ការប្រកួតនៅក្នុងព្រឹត្តិការណ៍គុនគុនខ្មែរដែលបានរៀបចំពីខាងស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជានេះបើតាមការដែលបញ្ជាស្វាគមន៍បងប្អូនប្រិយមិត្តអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរវិលមកជួបគ្នាជាថ្មីជាមួយនឹងព័ត៌មានក៏ដូចជារឿងរ៉ាវនៃព័ត៌មានកីឡាជាតិនិងអន្តរជាតិប្រចាំថ្ងៃដូច្នេះសូមចុច Subscribe ហើយដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីនិងមុនគេបង្អស់នៅក្នុងដៃរបស់លោកអ្នកនៅពេលនេះ admin មានជាព័ត៌មានមួយទៀតហើយក្នុងការដែលពំនាំទៅកាន់បងប្អូនជុំវិញទាក់ទងជាមួយនឹងខាង TVK បងប្អូនបានសម្រេចនៅក្នុងការដែលដកបេក្ខភាពនៃកីឡាករថៃចោលទាំងអស់សម្រាប់ការដែលប្រកួតនៅក្នុងព្រឹត្តិការណ៍គ្រុតគុនខ្មែរដែលធ្វើឡើង2ថ្ងៃបងប្អូននៅថ្ងៃចុងសប្តាហ៍នឹងឯងហើយណាដែលយោងទៅតាមការដែលបង្ហោះនៅលើបណ្ដាញគណនី page របស់លោកគ្រូពេជ្រសុផានដែលផុសភ្ជាប់ជាមួយនឹង poster មួយសន្លឹកឲ្យបានសរសេរនៅសំណេរយ៉ាងដូចនេះសង្វៀនគ្រុតសម្រាប់ដកបេក្ខភាពថៃចេញទាំងអស់នៅក្នុងសប្តាហ៍នេះដោយរកបេក្ខភាពកីឡាករបរទេសផ្សេងមកជំនួសនេះបើតាមសំណេររបស់ប្រធានផ្នែកផ្គូផ្គងកីឡាប្រចាំស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាតើក៏លោកម៉លនីលោកបានបញ្ជាក់ថាកីឡាករថៃសប្តាហ៍នេះទាំងអស់មានសាមីបានឆមេកដាប់មននឿផេតក៏ដូចជាកីឡាករផ្សេងទៀតសរុបមានរហូតដល់ទៅ6រូបបងប្អូនបានលុបចោលការប្រកួតទាំងអស់ហើយយកកីឡាករបរទេសផ្សេងមកជំនួសខណៈអ្នកខ្លះមកដល់ខ្មែរបណ្ដាហើយអញ្ចឹងនេះគឺជាការដែលបញ្ជាក់ពីសំណាក់អ្នករៀបចំផ្គូផ្គងចាប់គូនៅខាងស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាព្រឹត្តិការណ៍គ្រុតគុនខ្មែរលោកម៉ុលនីគឺលោកបានបញ្ជាក់ហើយបងប្អូនហើយចំពោះ admin ក្នុងនាមគឺជា fan អ្នកគាំទ្រគុនខ្មែរមួយរូបគឺសាទរក៏ដូចជាគាំទ្រទាំងស្រុងពេញទំហឹងតែម្ដងសម្រាប់នៅអ្វីដែលខាងអ្នករៀបចំគ្រប់គ្រងកម្មវិធីក៏ដូចជាអ្នកផ្គូផ្គងកីឡាករគាត់បានសម្រេចចិត្តនៅក្នុងការដែលដកបេក្ខភាពថៃចំពោះការប្រកួតនៅក្នុងចុងសប្តាហ៍នេះឯងហើយបើសិនជាអាចដកបានរហូតadminគិតថារឹតតែល្អរឹតតែប្រសើរនេះគឺជាអ្វីដែលយើងឆ្លើយតបទៅខាងគេវិញពីព្រោះយើងដឹងទាំងអស់គ្នាហើយបងប្អូនយើងតែងតែបើកចិត្តទូលាយមិនថាកីឡាករមកពីប្រទេសណាជាតិសាសន៍ណាគឺយើងតែងតែទទួលស្វាគមន៍ដៃពីរប៉ុន្តែខាងគេគឺអត់ទេបងប្អូនតាំងតែពីមុនព្រឹត្តិការណ៍ SEA Games ឈានចូលមកដល់បងប្អូនឃើញជាក់ស្ដែងហើយបន្ទាប់ពីខាងយើងបានសម្រេចចិត្តដាក់ចូលវិញ្ញាសាគុនខ្មែរនៅក្នុងវិញ្ញាសាមួយសម្រាប់ព្រឹត្តិការណ៍ SEA Games ដែលយើងធ្វើឡើងកាលពីកន្លងទៅថ្មីក្នុងនាមយើងជាម្ចាស់ផ្ទះបងប្អូនគេមានការដែលច្រណែនឈ្នានីសខឹងហើយអ្វីដែលជារឿងសំខាន់នោះបងប្អូនយើងអត់ដែលទៅប៉ះពាល់គេទេប៉ុន្តែគេទេដែលខ្លាចក្បាច់គុណដើមល្បីខ្លាចយើងដែលជារបស់ពិតល្បីជាងអីផ្សេងជាដើមគឺព្យាយាមណាស់បងប្អូនប្រឹងយាយីប្រឹងគេហៅថាធ្វើយ៉ាងណាកុំឲ្យក្បាច់គុនខ្មែររបស់យើងមានភាពល្បីល្បាញទៅឆាកអន្តរជាតិប៉ុន្តែចំពោះខាងយើងវិញគឺយើងអត់ដែលទៅធ្វើអ្វីឲ្យប៉ះពាល់ដល់ខាងគេនោះទេអញ្ចឹងយើងផ្សាយតែរបស់យើងអភិរក្សតែនៅអ្វីដែលជារបស់យើងប៉ុន្តែណាស់តែអារបស់កូពីនឹងនៅពេលដែលឃើញរបស់ពិតគេហៅថាមានឈ្មោះបោះសម្លេងទៅកាន់ឆាកអន្តរជាតិនឹងគឺគេខ្លាចខ្លាំងមែនទែនដូច្នេះជុំវិញទៅជាមួយនឹង admin ក៏មិនមានអ្វីច្រើននោះដែរព្រោះថាប្រសិនបើក្នុងលក្ខខណ្ឌមួយគ្រប់ស្ថានីយ៍ទាំងអស់អាចបិទកីឡាករថៃបានគឺ admin ពិតជាសប្បាយចិត្តតារាបណាគេមិនបើកចិត្តទូលាយក្នុងការដែលនាំយកកីឡាករគុនខ្មែររបស់យើងទៅប្រកួតនៅសង្វៀនរបស់គេវិញហើយយើងឃើញទាំងអស់គ្នាហើយបងប្អូនសម្រាប់ប៉ុន្មានឆ្នាំចុងក្រោយមកនេះដែលឃើញមានវត្តមានកីឡាករលំដាប់ឬក៏កីឡាករគុនខ្មែររបស់យើងរូបណាចូលលេងនៅក្នុងព្រឹត្តិការណ៍ធំចូលលេងនៅក្នុងព្រឹត្តិការណ៍សង្វៀនផ្លូវការរបស់ថៃគឺអត់មានទេបងប្អូនអត់មានទេគេបិទយើងចិត្តល្អណាស់ប៉ុន្តែយើងតែងតែប្រកាន់នៅពាក្យមួយគេហៅថាកីឡាជាមិត្តភាពអញ្ចឹងយើងក៏នៅតែបន្តហើយយ៉ាងណាមិញការដែលបន្តរបស់យើងហាក់បីដូចជាអត់មានឃើញអ្វីដែលជាចំណុចវិជ្ជមានតទៅសោះបងប្អូនផ្ទុយទៅវិញជាហេតុមួយធ្វើឲ្យគេរឹតបន្តឹងយើងកាន់តែខ្លាំងអញ្ចឹងសង្ឃឹមថាគណៈដឹកនាំអ្នករៀបចំនៃកម្មវិធីជាពិសេសគឺខាង promoter តែម្ដងនឹងយល់ជុំវិញតើតើជាមួយនឹងរឿងរ៉ាវក៏ដូចជាបញ្ហាអស់ទាំងនេះយើងចង់ធ្វើណាស់យើងចង់រាប់អានយើងចង់គេហៅថាយកគេមកណាស់ប៉ុន្តែបើគេអត់ឲ្យតម្លៃយើង
គេមិនដែលខ្វាយខ្វល់ពីយើងផងគេអត់យើងបានសួរថាហេតុអ្វីយើងអត់គេអត់បានអញ្ចឹងគួរគិតដល់ចំណុចហ្នឹងហើយយ៉ាងណាមិញហ្វេនអ្នកគ្រប់គ្រងគុណខ្មែរក៏គាត់មិនចង់ឃើញដែរបងប្អូនវត្តមានកីឡាករពីខាងប្រទេសលេខ2មកប្រកួតនៅសង្វៀនគុណខ្មែររបស់យើងតារាបណាគេនៅតែចិត្តចង្អៀតជាមួយយើងគេនៅតែបិទកីឡាកររបស់យើងមិនអោយប្រកួតនៅប្រទេសគេក៏ដូចជាព្រឹត្តិការណ៍ធំៗដែលគេបានរៀបចំផ្សេងៗអញ្ចឹងជាដើមទៅដូច្នេះចំពោះ admin ក៏មានតែប៉ុណ្ណឹង